អ្នកលក់បន្លែតាមតូបគាត់មានហេតុផលថាឈ្មួញវាឡើងថ្លៃចុះឈ្មួញនឹងចេញមុខមកហេតុអីបានបន្លែត្រីសាច់នឹងឡើងថ្លៃបិទត្រឹមពីថៃខ្ញុំជឿថាมันគួរឡើងថ្លៃទេព្រោះយើងនៅយកពីវៀតណាមបើបិទទាំងវៀតណាមទៀតបានខ្ញុំជឿថាបន្លែត្រីសាច់ក្នុងស្រុកគ្រប់គងសឹងថាมันគ្រប់ផងទិន្នន័យដែលនាំចេញនាំចូលពីវៀតណាមថៃគឺខ្ញុំមិនដឹងប៉ុន្តែដរាបណាយើងនៅតែនាំចូលពីវៀតណាមធម្មតាខ្ញុំជឿថាបន្លែត្រីសាច់มันអាចឡើងថ្លៃហើយឡើងថ្លៃហ្នឹងគឺដោយសារហេតុអីព្រោះអ្នកលក់តាមតូបគេនិយាយចឹងគឺដោយសារឈ្មួញចុះឈ្មួញហ្នឹងមានហេតុផលអីគេមកថាដោយសារអ្នកដាំអ្នកដោះមែនទេចឹងអ្នកដែលមានចការធំអីចេញមុខមកមើលហើយឈ្មួញហ្នឹងឲ្យតម្លៃមែនបានបន្លែតាមតូបតាមផ្សារគេឡើងថ្លៃរាល់ថ្ងៃដោយសារតែឆ្លៀតឱកាសអញ្ចឹងហើយដែលធ្វើឲ្យខ្មែរយើងហ្នឹងវាអត់រឹងមាំផ្ទៃក្នុងចឹងខ្ញុំសុំកន្លែងហ្នឹងណាចឹងបើសិនជារដ្ឋយើងបិទព្រំដែនវៀតណាមទៀតនឹងឡើងថ្លៃឡើងចុះខ្ញុំមិនហ៊ានមាត់ទេដោយសារតែយើងមិនទាន់ត្រៀមខ្លួនវាភ្លាមប៉ុន្តែរាល់ថ្ងៃនេះខ្ញុំគិតថាអត់ទាន់សមហេតុផលនឹងឡើងតម្លៃថ្លៃបន្លែទេព្រោះគ្រួសារខ្ញុំទៅទិញអូនខ្ញុំទៅទិញអីគឺឡើងរួចហើយបន្លែហើយសាច់ហ្នឹងគឺឡើងហើយហេតុអីបានឆ្លៀតឱកាសអញ្ចឹងសុំឲ្យកុំឆ្លៀតឱកាសពេលអញ្ចឹងតពេលអញ្ចឹងទៅប្រជាជនមានអារម្មណ៍ថាអស់ហើយវាថាវាអត់សូវមានភាពរួបរួមមើលទៅវាអត់នេះវាមានតែជនឆ្លៀតឱកាសអញ្ចឹងផ្ទៃក្នុងយើងអត់រឹងមាំទេពួកខាងថៃគេពងចលាចលពងវឹកវរពងមានពីរបាក់ពងបច្ចាក់ប្រឆាំងគ្នាខ្មែរយើងគេឆ្លៀតឱកាសគ្នាអញ្ចឹងតែធនធានប្រជាជនគាត់ខ្សោយអាហ្នឹងប្រទេសអត់រឹងមាំទេអញ្ចឹងវីដេអូនេះខ្ញុំស្នើសុំប៉ុណ្្នឹងសម្រាប់ទៅដល់អ្នកដែលគាត់នៅខាងហ្នឹងឬក៏មន្ត្រីដែលពាក់ព័ន្ធនៅខាងហ្នឹងគាត់ឆែកមើលគាត់ពិនិត្យមើលហើយគាត់ចេញជាព័ត៌មានប្រចាំថ្ងៃមកតាមเพจក្រសួងเพจអីហ្នឹងប្រកាសជូនមកសង្ឃថាតម្លៃបន្លែទូទៅតាមផ្សារទូទាំងប្រទេសហ្នឹងអាប់ដេតរាល់ថ្ងៃផុសជូនប្រជាជនមើលបើតូបណាមួយហ៊ានលក់លើសតម្លៃទីផ្សារដែលក្រសួងកំណត់ប្រជាជនមានសិទ្ធិប្តឹងមានសិទ្ធិ report អីតាមហ្នឹងទៅយើងធ្វើអញ្ចឹងมันមានតម្លាភាពតរយៈភាពទៅអានេះគ្រាន់តែជាការស្នើសុំពីប្រជាជនឯងកុំលើមាត់ឈ្មួញតម្លៃថ្លៃថោកលើមាត់ឈ្មួញស្រូវអង្គដលងអីឈ្មួញថាប្រមាណប៉ុណ្ណឹងខ្ញុំចង់ឲ្យតម្លៃហ្នឹងក្រសួងប្រកាសជាសាធារណៈទូទាំងប្រទេសមើលឲ្យឈ្មួញណាហ៊ានទិញថោកជាងតម្លៃក្រសួងដាក់អញ្ចឹងយើងរកឈ្មួញណាដែលស្មោះត្រង់ឬក៏ក្រសួងអ្នកចេញទិញហ្មងដាក់មន្ត្រីមួយគាត់ដើរទិញតាមតំបន់តាមស្រុកមើលកុំឲ្យឈ្មួញឆ្លៀតឱកាសពួកអ្នកតូបអ្នកលក់តាមផ្សារនេះគាត់បានលេសមួយម៉ាត់ទេគឺឈ្មួញអញ្ចឹងឈ្មួញគឺអ្នកកណ្ដាលនៅចន្លោះពីរោងចក្រអ្នកផលិតនិងអ្នកតូបអ្នកទិញប្រើហ្នឹងហើយអញ្ចឹងកុំឲ្យពាក្យឈ្មួញហ្នឹងបាំងមើលកុំឲ្យវាមានភាពអ្នកនៅខាងហ្នឹងដូចជាកាឡាលើអ្នកប្រើហ្នឹងមើលខ្ញុំស្នើសុំប៉ុណ្ណឹងធ្វើបានកន្លែងហ្នឹងគឺប្រជាជនពេញចិត្តកក់ក្ដៅសង្ឃឹមថានឹងធ្វើបានអរគុណច្រើន